លោកថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែករវាង Microsoft Excel ហើយនិង Google Sheet តាមពិតទៅកម្មវិធីពីរហ្នឹងគឺដូចតែគ្នាទេគ្រាន់តែ Google Sheet ជាប្រើលក្ខណៈ online ជាផលិតផលរបស់ Google ឬឯ Microsoft យើងភាគច្រើនប្រើជាលក្ខណៈ offline ហើយក៏មានដែរ online តែវាជាក្រុមហ៊ុនរបស់ Microsoft ឥឡូវយើងមើលគំរូរបស់ Excel អញ្ចឹងបើយើងមើលនៅក្នុងគំរូនេះទាំងអស់គ្នានឹងគឺជា Excel ជានិច្ចកាលដែលយើងធ្វើនេះជា Excel បាទចុះតទៅជាមួយនឹង Google Sheet វិញអញ្ចឹង Google Sheet ជាផលិតផលរបស់ Google អញ្ចឹងយើងចូលទៅក្នុង Google ទាំងអស់គ្នាមកបាទអញ្ចឹងយើងចុចកន្លែង tray 9ត្រង់ចំណុចនេះហើយយើងអូសទៅក្រោមយើងនឹងឃើញវាថា Sheet អញ្ចឹង Google Sheet ដូចទៅនឹង Microsoft Excel ដែរយើងអាចប្រើវាជាមួយនឹង online ហើយយើងអាចឲ្យអ្នកដទៃបំពេញជាព័ត៌មានមួយចំនួនតាមអ្វីដែលយើងចង់បានឥឡូវយើងមើលទាំងអស់គ្នានេះគឺមានជួរដេកហើយនឹងមានជួរឈរដូចតែគ្នាដែរបាទអញ្ចឹងយើងបំពេញមកឧទាហរណ៍ថាលេខរៀងបាទឈ្មោះបាទ page បាទឈ្មោះសាលាបាទផ្សេងអញ្ចឹងយើងដាក់ដូចតែExcel ដែរហើយយើងអាចសេរីបានដូចគ្នាដែរអញ្ចឹងការដែលសេរីវានៅត្រង់ចំណុចGoogle Sheet tool របស់វាគឺលក្ខណៈថាវាលាក់ច្រើនដែលមិនបង្ហាញដូចទៅក្នុង Microsoft Excel ទេអញ្ចឹងពេលដែលយើងចង់ដាក់ឲ្យវាលក្ខណៈថាស្មើអីគឺយើងចូលនៅក្នុងត្រង់ចំណុចនេះបាទអូខេអញ្ចឹងយើងដាក់ស្មើបែបនេះមកហើយកាលណាដែលយើងចង់ទាញបន្ទាត់អីគឺដូចតែគ្នាទេបាទអញ្ចឹងយើងចង់ឲ្យបន្ទាត់ជួតចូលឆនឹងលក្ខណៈទំហំប៉ុណ្ណាដែលយើងចង់បានគឺដូចតែគ្នាទេបាទហើយយើងចង់ដូរ font អញ្ចឹងដូរ font គឺយើងយកត្រង់ចំណុចនេះមកបាទហើយត្រង់ចំណុច font ភាគច្រើនគឺមិនសូវជាស្គាល់ទេជា font របស់ខ្មែរហើយយើងមានតែ download បន្ថែមចូលហើយសម្រាប់ Microsoft Excel ភាគច្រើនយើងភ្ជាប់តែម្ដងទេបាទអញ្ចឹងគឺយើងដាក់ត្រង់កែចំណុចនោះហើយយើងចុចថា edit អញ្ចឹងគឺយើងមានផាសអីនៅក្នុងនេះហើយនៅក្នុងMicrosoft Excel គឺវាបង្ហាញនៅខាងលើបាទវានៅបង្ហាញនៅក្នុងនេះបាទហើយកន្លែង view អញ្ចឹង view វាចេញលក្ខណៈបែបនេះឲ្យបាទអញ្ចឹងវាច្រើនវាលាក់tool មួយចំនួនបាទកន្លែង insert អញ្ចឹង insert យើងដាក់តារាងជួរដេកជួរឆអីគឺនៅក្នុងនឹងទាំងអស់បាទមាន insert ជារូបភាពមានអីជាតារាងជួរឆអីយើងដាក់នៅក្នុងនឹងបាទហើយពាក្យថា format អញ្ចឹងគឺ align តកតងជាមួយនឹងទំហំអក្សរអូខេឥឡូវយើងដាក់នេះបើសិនជាខ្ញុំដាក់ពាក្យថាកន្លែង center វាចេញបានតែបែបនេះទេបាទអញ្ចឹងខ្ញុំចុចទៅពាក្យថា middle ពាក់កណ្ដាលអញ្ចឹងវាចេញបែបនេះឲ្យបាទហើយយើងចង់ដាក់ជាតារាងអញ្ចឹងបើចង់ដាក់ជាតារាងយើង select លើទាំងអស់ដូចតែនៅក្នុង Microsoft Excel ដែរហើយយើងចុចបន្តទៅយើងរកមើលពាក្យថាតារាងមើលបាទយើងចុចត្រង់ចំណុចនេះមកទៅដាក់ border បាទយើងចុចត្រង់នេះមកបាទអូខេខ្ញុំ select លើវាបាទអញ្ចឹងវាចេញឲ្យបាទហើយ tool ផ្សេងទៀតគឺប្រើយើងប្រើដូចតែគ្នាទេឧទាហរណ៍ថាខ្ញុំចង់អូសលេខរៀងអញ្ចឹងទៅបាទអញ្ចឹងវាចេញឲ្យបាទហើយយើងចង់ដាក់កដាលបាទវាចេញបែបនេះឲ្យមកហើយផ្សេងទៀតយើងដូចគ្នាទេហើយតែលក្ខណៈខុសគ្នាគឺខុសគ្នាត្រង់ណាអញ្ចឹងយើងមើលខាងលើនេះកន្លែងរូបពពកនេះអញ្ចឹងសម្រាប់ Google Sheet យើងមិនបាច់ចាំ save ទុកទេដោយសារតែវារក្សាទុកនៅក្នុង Drive បាត់ទៅហើយនៅក្នុង Google Drive អញ្ចឹងងាយទេអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះមកឈ្មោះថាចត្រាអញ្ចឹងពេលដែលខ្ញុំសរសេរហើយខ្ញុំចុចពាក្យ Enter ទៅឃើញនេះកន្លែង save វិញនៅត្រង់នេះគឺ save auto to the drive បាត់ហើយបាទពពកបាត់ហើយខ្ញុំដាក់ទៀតថាកុសលបាទអញ្ចឹង
ពេលដែលខ្ញុំ enter ទៅយើងនឹងឃើញពាក្យ save ខាងលើនេះទៀតអញ្ចឹងយើងមិនបាច់ចាំទៅ save អីច្រើនដងទេហើយយើងចង់ដាក់ឈ្មោះយើងដាក់ត្រង់ចំណុចនេះមកឧទាហរណ៍ថាប្រវត្តិរូបបាទប្រវត្តិរូបសិស្សបាទអញ្ចឹងអានេះយើងដាក់ឈ្មោះរបស់ឯកសាររបស់យើងមកបាទហើយលក្ខណៈថាខុសនឹង Microsoft Excel មួយទៀតយើងផ្ញើទៅឲ្យអ្នកដទៃពពេញឧទាហរណ៍ថាឈ្មោះរបស់គេហ្នឹងគឺយើងអត់ស្គាល់ទេយើងគ្រាន់តែផ្ញើចូលនៅក្នុង group Telegram ឬក៏ Messenger អីចឹងទៅឲ្យគាត់ពពេញបន្ថែមអីចឹងទៅព័ត៌មានរបស់គាត់បុគ្គលចឹងទៅយើងអត់ស្គាល់ទេតែយើងឲ្យគាត់ពពេញឲ្យយើងតាមលក្ខណៈថា Google Sheet បែបហ្នឹងអញ្ចឹងយើងចុចពាក្យថា share នេះយើងមើលខាងស្ដាំមកបាទអញ្ចឹងយើងចុចពាក្យថា share ពេលដែលយើងចុចពាក្យថា share យើងចុចកន្លែងដែល restricted យើងដោះអាត្រង់ចំណុចហ្នឹងយកពាក្យថា anyone with the link យើងចុចត្រង់ចំណុចនេះមកបាទហើយយើងទៅដូរទៀត viewer យើងអត់ឲ្យគាត់តែ view ទេឲ្យគាត់ edit ផងមានន័យថាគាត់បញ្ចូលទិន្នន័យឬក៏ព័ត៌មានផ្សេងៗដែលយើងចង់ឲ្យគាត់ធ្វើហើយបន្ទាប់មកយើងចុច copy link អញ្ចឹង copy link ហើយយើងចុចពាក្យថា done ហ្នឹងទៅអញ្ចឹងប៉ុណ្ណឹងហើយអូខេយើងអាចយកទៅដាក់នៅក្នុង group Telegram ឬក៏យកទៅក្នុងដាក់នៅក្នុង Messenger ឬក៏អ្វីដែលយើងចង់ឲ្យគាត់បំពេញឲ្យយើងប៉ុណ្ណឹងជាការសាច់តែម្ដងបាទអញ្ចឹងគឺខុសប្លែកតែប៉ុណ្ណឹងទេរវាង Microsoft Excel ហើយនិង Google Sheet បាទអរគុណច្រើនសូមជម្រាបលា